Hello សួស្តីអ្នកនាងបាទថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបដោះស្រាយបញ្ហា Smart ណាដែលវាជាប់ SIM pin នេះអញ្ចឹងយើងចុចលេងទៅប៉ះ SIM ហ្នឹងគឺដោះអត់បានទេអត់មានសេវាទេក៏អត់ចេញដែរអញ្ចឹងអ្វីដែលធ្វើបានគឺយើងដាក់លេង Wi-Fi យើងឆាតទៅក្រុមហ៊ុន Smart ទៅនេះដូចខ្ញុំឆាតទៅអញ្ចឹងវាយើងអាចស្នើសុំលេខកូដ8ខ្ទង់ហើយ pin វា4ខ្ទង់ទៀតអញ្ចឹងយើងឆាតទៅគេសួរពីថ្ងៃខែឆ្នាំកំណើតយើងគេសួរលេខយើងសាប់លេខប៉ុន្មានសួរអីអញ្ចឹងទៅឬក៏យើងទៅក្រុមហ៊ុនផ្ទាល់ក៏បានដែរក្រុមហ៊ុន Smart ក្រុមហ៊ុនមិត្តហ្វូនអញ្ចឹងណាឬក៏សេខាទៅក្រុមហ៊ុនសេខាទៅអញ្ចឹងឥឡូវខ្ញុំបានឆាតទៅក្រុមហ៊ុនឥឡូវបានគេបានឲ្យលេខកូដមកខ្ញុំហើយអញ្ចឹងខ្ញុំនឹងយកលេខកូដហ្នឹងយកទៅដាក់នៅក្នុងវាទៀមទីឲ្យយើងដាក់នេះអញ្ចឹងអ្វីដែលយើងយកដាក់ទៅយើងចុចទេមួយមកនេះវាឲ្យយើងដាក់ហើយអញ្ចឹងយើងដាក់លេខកូដ8ខ្ទង់ហ្នឹងមកហើយតោះមកយើងដាក់លេខកូដ4ខ្ទង់ទៀតដែលវាផ្ញើឲ្យយើងមាន2ណានេះអញ្ចឹងដាក់លេខកូដ4ខ្ទង់2ដងទៅប៉ុណ្ណឹងទៅគឺវាដោះឲ្យយើងវិញហើយមានសេវាវិញធម្មតាហើយអាចទេអីបានវិញធម្មតានេះបាទចុចបើកកំហុសមួយបិទវិញទៅបានធម្មតាវិញហើយអញ្ចឹងបើបងប្អូនមានបញ្ហា SIM ជាប់ block SIM ជាប់អីចឹងអត់ចេះឬក៏អត់យល់អីអាចឆាតទៅសួរខ្ញុំថែមបានខ្ញុំនឹងដាក់ក្រុម Telegram នៅក្នុង comment អាចឆាតទៅសួរខ្ញុំបានខ្ញុំប្រាប់ទាំងអស់អានេះវាអត់យើងអត់មានចំណាយលុយចំណាយឲ្យគេដោះទេគឺយើងទៅក្រុមហ៊ុនឬក៏ឆាតទៅក្រុមហ៊ុនទៅគឺ free ទេអត់មានអស់លុយអស់សុវ័យទេតែយើងបើកអាហ្នឹងយើងដាក់លេខកូដដាក់អីទៅវាខូចណាអញ្ចឹងអត់មានអីទេហើយវីដេអូនេះគឺមានប៉ុណ្ណឹងទេអញ្ចឹងវីដេអូនេះចប់តែប៉ុណ្ណឹងទេបងភ្លេចចុច Subscribe ចុច Follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតពីចំណេះដឹងផ្សេងៗណាទាក់ទងនឹងtechnology